រៀបសួរលោកគ្រូខ្ញុំមកពី SV30 ឈ្មោះហុយកៅមរកតថ្ងៃនេះខ្ញុំមកធ្វើបទបង្ហាញ midterm មុនដំបូងយើងចូលទៅកាន់ CVD រួចហើយយើងចូលទៅកាន់ file របស់ MongoDB បន្ទាប់មកយើងចូលទៅ host នៅ port ទី1ដែលជា primary បន្ទាប់ពី host port ទី1ហើយយើងចូលទៅ host port ទី2បន្ទាប់ពីយើង host port ទី2ហើយយើងចូលទៅកាន់ host port ទី3បន្ទាប់ពី host ហើយយើងចូលទៅកាន់ CVD យើងចូលទៅ host ក្នុង Family ដែលមានលេខ27 18បន្តមកទៀតយើងចូលទៅកាន់ OS 3 decade បន្តមកទៀតយើងធ្វើការចូលទៅដាក់ collection ដែលខ្ញុំបានទុកវានៅក្នុង note នៅពេលដាក់ collection ជោគជ័យហើយយើងចូលទៅ check មើលនៅ OS status បន្តមកទៀតយើងធ្វើការ y comment ដែលមានលេខ27 020បន្ទាប់ពីយើងឆែក status វារួចហើយយើងចូលទៅកាន់ CVD រួចវាយពាក្យថា Mongo SX port secondary 27 019 បន្ទាប់មកយើងអាច check មើល database របស់វាហើយនេះគឺជា database ដែលវាបានសូមមក
បន្ទាប់រួចហើយយើងអាច check មើល dedication របស់វាបានហើយវីដេអូនេះមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូជម្រាបលា